สำคัญของการประชุมสมชวันนี้ก็คือในที่ประชุมសង្គ្រាមខ្មែរថៃនៅព្រំដែនជាង2សប្តាហ៍កន្លងទៅបានធ្វើឲ្យប្រជាជនទាំងពីរខាងចំនួនជាង1លាននាក់រត់ភៀសខ្លួនចោលផ្ទះសម្បែងនៅទីក្រុងបាងកកនាយករដ្ឋមន្ត្រីថៃលាលែងចេញពីតំណែងលោកអនុทิនឆានវីរៈកុលបានប្រាប់ឲ្យដឹងនៅថ្ងៃសុក្រទី26ធ្នូថាក្រុមប្រឹក្សាសន្តិសុខជាតិថៃបានសម្រេចបញ្ជូនរដ្ឋមន្ត្រីការពារជាតិគឺលោកណាត់ថាផុនណាក់ផានិតទៅកម្ពុជានៅថ្ងៃសៅរ៍ទី27ធ្នូដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់បើតាមនាយករដ្ឋមន្ត្រីថៃរូបនេះប្រសិនបើរដ្ឋមន្ត្រីការពារជាតិទាំងពីរប្រទេសយល់ព្រមទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់មួយដែលអាចទទួលយកបាននោះគឺខ្លឹមសារនៅក្នុងបទឈប់បាញ់ត្រូវផ្អែកទៅលើសេចក្តីប្រកាសរួមពលគឺសេចក្តីប្រកាសកាលពីខែតុលាកន្លងទៅដែលបានចែងថាភាគីទាំងពីរត្រូវរួមដៃគ្នាដោះមីនតាមបណ្ដោយព្រំដែនត្រូវដកគ្រឿងសព្វាវុធធុនធ្ងន់ចេញនិងបើកផ្លូវឲ្យក្រុមអ្នកសង្កេតការណ៍ចូលឃ្លាំមើលបទឈប់បាញ់ចំពោះលោកអនុทิនឆានវីរៈកុលប្រការសំខាន់បំផុតគឺប្រទេសទាំងពីរត្រូវតែសន្យាដាច់ខាតមិនព្រមឲ្យមានការឈ្លានពានការគំរាមកំហែងការញុះញង់និងបង្កើនភាពតានតឹងរវាងប្រជាជាតិទាំងពីរឡើយនាយករដ្ឋមន្ត្រីថៃទី32ដដែលរូបនេះបានលើកឡើងនៅចំពោះមុខអ្នកសារព័ត៌មាននៅទីក្រុងបាងកកថាគ្រប់គ្នាអាចជឿទុកចិត្តថៃបានព្រោះថៃតែងតែគោរពកិច្ចព្រមព្រៀងនិងការសន្យារបស់ខ្លួននៅក្នុងន័យនេះថៃសង្ឃឹមថាការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសន្តិភាពលើកនេះជាលើកចុងក្រោយហើយប្រជាជនថៃអាចវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញបានការប្រកាសរបស់ប្រមុខរដ្ឋាភិបាលថៃយ៉ាងដូចនេះបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយពីនាយករដ្ឋមន្ត្រីខ្មែរបានពិភាក្សាតាមទូរស័ព្ទជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកលោកហ៊ុនម៉ាណែតបានផ្សាយនៅក្នុង Facebook ផ្ទាល់ខ្លួនថាកិច្ចសន្ទនារវាងលោកនិងប្រមុខការទូតអាមេរិកស្ដីពីការវិវត្តសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃធ្វើឡើងនៅក្នុងគោលបំណងជំរុញឲ្យមានបទឈប់បាញ់ដោយអនុវត្តតាមកិច្ចព្រមព្រៀងនិងស្វែងរកសន្តិភាពយូរអង្វែងរវាងប្រជាជាតិទាំងពីរតាមប្រមុខរដ្ឋាភិបាលកម្ពុជាប្រមុខការទូតអាមេរិកចង់ឃើញសន្តិភាពឋិតថេររវាងកម្ពុជានិងថៃដោយអាមេរិកខិតខំជំរុញឲ្យមានបទឈប់បាញ់កាន់តែឆាប់តាមដែលអាចធ្វើទៅបានក្រៅពីសហរដ្ឋអាមេរិកនៅមានប្រទេសសំខាន់ពីរទៀតដែលបានជួយអន្តរាគមន៍នៅក្នុងសង្គ្រាមខ្មែរថៃគឺម៉ាឡេស៊ីនៅក្នុងឋានៈជាប្រធានបដូវវេនអាស៊ាននិងមហាយៈចិនក្នុងរយៈពេល5ថ្ងៃពីថ្ងៃទី18ដល់ទី23ធ្នូលោកតេងស៊ីជឿនប្រេសិតពិសេសទទួលបន្ទុក